少勇氣，自我個性喜愛飛，硬朗不解溫柔和細膩，但你覺得這叫美，和你是旁人未可比，我喜愛便一起，全日眼內都是你，約定每天挽手編寫傳奇，還要看盡滿天美景。和你是旁人未可比，我喜愛便跟你，明日如忘掉你，怎麼抽離離開你，似半邊心給閉氣，無事都總會想起你。អូយមិនក៏មនុស្សច្រើនយ៉ាងនេះនេះមិនដឹងទេហ៎គេកំពុងតែកាត់ក្តីលោកម្ចាស់ផាងហើយល្អមើលជាងរឿងទៅទៀតណាគាត់លីថាលោកម្ចាស់ហ្វាំងសន្យាចាប់ផាងអ៊ីងចូលគុកឲ្យទាល់តែបានថាម៉េចចាមែនផាងអ៊ីងឯងត្រូវគេចោទពីបទវាយដំរាងកាយស៊ីឡានអ្នកបម្រើរបស់ឯងសារភាពទេជំរាបលោកម្ចាស់ខ្ញុំមិនបានធ្វើដូចគេចោទនោះទេលោកម្ចាស់ជាទីគោរពការពិតច្បាស់នឹងភ្នែកទៅហើយអ្នកដែលប្តឹងលោកម្ចាស់អ៊ីងគឺស៊ីឡានជាអ្នកប្តឹងដោយផ្ទាល់ក្រែងស៊ីឡានរបួសធ្ងន់មិនអាចនិយាយបានទេហីធ្វើម៉េចនាងប្តឹងបានទៅខ្ញុំមានវិធីសាស្ត្រអាចជួយឲ្យនាងនិយាយបានខ្ញុំនឹងចង្អុលអក្សរម្ដងមួយបើចង្អុលត្រូវនាងកម្រើកម្រាមដៃម្ដងបើចង្អុលខុសនាងកម្រើកម្រាមដៃពីរដងទៅអ៊ីងអ៊ីងផាងអ៊ីងផាងអ៊ីងមែនទេពេលនោះខ្ញុំឃើញដៃនាងកម្រើកដែរនាងខ្លាចថាផាងអ៊ីងដឹងថានាងដឹងខ្លួនហើយក៏សម្លាប់នាងចោលជនរងគ្រោះឲ្យសញ្ញាច្បាស់ទៅហើយជនល្មើសមិនអាចរួចខ្លួនបានទេមិនពិតទេជាការយល់ច្រឡំស៊ីវឡានរបួសធ្ងន់ណាស់ទោះជានាងប្រើម្រាមដៃឲ្យសញ្ញាបានក៏ដោយក៏មិនប្រកាសថាខួរក្បាលនាងដំណើរការបានល្អដែរការសួរចម្លើយបែបនេះមិនអាចយកជាការទេបើសម្រាប់អញ្ចឹងទៅហើយឲ្យស៊ីវឡានចូលធ្វើជាសាក្សីដោយខ្លួនឯងតែម្ដងទៅមិនកាច់តាកាត់និយាយពីការផងនិយាយអត់កើតធ្វើសាក្សីអ្វីស៊ីវឡានជំរាបលោកម្ចាស់ទៅផាងអ៊ីងជាអ្នកធ្វើបាបនាងមែនទេមិនបានជាគាត់ធ្វើអញ្ចឹងនាងធ្វើអីខុសមែនទេគាត់ចង់មកពៀននាងមែនទេលោកម្ចាស់តើខ្ញុំយកស៊ុបមកជូនខ្ញុំទៅវិញហើយកុំទាន់ទៅស៊ីឡានស្ដាប់បញ្ជាយើងនាងនឹងបានសុខនៅថ្ងៃក្រោយឲ្យខ្ញុំទៅឈប់ព្រាមចង់ទៅណាហ៎លោកម្ចាស់តើរត់ឲ្យស្រីចង្រៃលោកម្ចាស់តើកុំធ្វើអញ្ចឹងស្រីចង្រៃមានតែផាងអ៊ីងម្នាក់គត់ដែលអាចធ្វើរឿងនេះមនុស្សថោកទាបវាអាចចង្រៃនេះស៊ីវឡានខ្ញុំមើលនាងបានល្អណាស់
គ្រាន់តែមិនឲ្យប្រាក់នាងខ្ចី100ដំឡឹងសោះមិនក៏នាងចោតខ្ញុំដល់ថ្នាក់ហ្នឹងអមកមិនចោតខ្ញុំចោតយ៉ាងខ្លួនឯង អ្នកត្រូវទៅ ខុសអ្នកត្រូវទេញ៉ៃមិនក៏អញ្ចឹង សូមស្ងាត់ ស្ងាត់ទៅចាំស្ដាប់ខ្ញុំ លោកម្ចាស់អ្នកនាងផាងថានឹងនាំជនល្មើសពិតប្រាកដមកទីនេះ សូមគោរពលោកម្ចាស់ជាទីគោរពអ្នកដែលវាយស៊ីឡានតាមពិតគឺតានីវអ្នកបម្រើយើងទេ លោកម្ចាស់ការពិតទៅខ្ញុំជាអ្នកធ្វើខុស រៀបរាប់ដំណើររឿងទៅមើល រឿងគឺខ្ញុំលួចស្រឡាញ់ស៊ីវឡានយប់នោះខ្ញុំស្វាងខ្លាំងពេកហើយក៏មានចិត្តបំពេញលើគេតែម្ដងទៅ កុំនិយាយផ្ដេសផ្ដាស់កុំហ៊ានកុហកនៅក្នុងសវនកម្មឲ្យសោះដឹងទេ ពីដែលខ្ញុំសារភាពគឺជាការពិតស៊ីវឡានបានរុញខ្ញុំហើយក៏រត់គេចខ្ញុំតាមនាងដល់ផ្លូវតូចមួយនាងក៏និយាយថាសុកចិត្តចូលជ្រូកក៏មិនយកខ្ញុំដែរខ្ញុំខឹងខ្លាំងណាស់ខ្ញុំក៏វាយនាង ខាងណាមិនហ្នឹងយប់នោះតានីវមកផ្ទះយប់ជ្រៅខ្ញុំឃើញមានរបួសលើដៃរបស់វាថាវាជួបចោលប្លន់ហើយក៏បានដេញវាយចោលខ្ញុំខំតែជឿវាហើយថ្ងៃនេះវាក៏ប្រាប់ខ្ញុំថាវាបានធ្វើរឿងខុសធ្ងន់ណាស់វាដេកមិនលក់ទេ គ្រូសាផាំងមើលថែខ្ញុំបានល្អណាស់ខ្ញុំមិនចង់ឲ្យលោកម្ចាស់តូចទោះជំនួសខ្ញុំជាដាច់ខាត តាមពិតរបួសនៅលើដៃរបស់វាគឺវាឆ្លោះគ្នាជាមួយសៀវឡាន ក៏គ្មានរបួសផង ខ្ញុំមកលាបថ្នាំរបួសជារបួសសើស្បែកទេ អីស៊ីវឡានកម្រើកដៃតិចតានីវក៏ហក់ទៅ ហើយបើវាមិនបានធ្វើទេមិនក៏វាសារភាពទោសធ្វើអីនេះជាទោសធ្ងន់ធ្ងរណាស់លោកម្ចាស់រឿងនេះមិនអាចជឿតែម្ខាងបាននោះទេសូមលោកម្ចាស់គិតឡើងវិញ ជនល្មើសសារភាពទៅហើយមិនក៏ខ្ញុំនៅជាជនជាប់ចោតទៀតការពិតគឺស៊ីវឡានចង់សងសឹកខ្ញុំដែលខ្ញុំមិនឲ្យប្រាក់ខ្ចីទើបនាងចោតខ្ញុំលោកម្ចាស់សូមរកយុត្តិធម៌ផងអ្នកបម្រើគ្រួសារផាងបានចូលមកសារភាពទៅហើយថែមទាំងមាននាងផាងជាសាស័យទៀតរឿងក្តីនេះគួរតែបញ្ចប់ក្នុងពេលនេះហើយអ្នកយាមនាំខ្លួនតានីវយកទៅឃុំភ្លាមទៅផាងអ៊ីងអាចត្រឡប់ទៅផ្ទះបាន លោកម្ចាស់មិនយ៉ាងអាចដោះលែងផាំងអ៊ីងអញ្ចឹងបានទៅសៀវឡានបានបញ្ជាក់ច្បាស់ហើយ សៀវឡានបានគ្រាន់តែកម្រើកដៃនាងប៉ុណ្ណោះមិនអាចយកជាការបានទេបើលោករស់ផោះតាំងច្បាស់លាស់បានចាំមកម្ដងទៀតបិទសវនាការ មិនក៏អញ្ចឹងមិនក៏ដល់លេងគេស្រួលម្ល៉េះ សៀវឡានខំកម្រើកដៃចង់បាត់ទៅហើយមិនក៏មើលមិនឃើញអញ្ចឹង ត្រូវហើយគ្រាន់តែកម្រើកដៃមិនអាចយកជាការបានទៅ លោកគ្មានសតិសម្បត្តិយ៉ាងទេមិនក៏និយាយអញ្ចឹង តានីវសារភាពហើយសៀវឡានអត់បាននិយាយផង ឯងនេះជាមនុស្សមួយណាអញ្ចឹងមកពួកយើងលឿនឡានមិនក៏ដោះលែងផាងអ៊ីងអញ្ចឹងច្បាស់ណាស់ថាគេជាជនល្មើស តាលោកអត់មានផោតាំងអីផ្សេងទេហ៎ មិនអត់គ្រប់សវនាការសោះអញ្ចឹងជនល្មើសបានសារភាពទៅហើយមិនមែនជាអ្នកប្រុសផាងនោះទេនាងទៅដឹងស្អីទៅ ហើយចុះលោកចេះដឹងអីដែរ ចុះលោកដឹងស្អីដែរដឹងស្អី ហើយពួកយើងខំទុកចិត្តថាលោកអាចរកយុត្តិធម៌បានលោកអត់មានបានការអីសោះពិតជាអត់ប្រយោជន៍មែនពិតមែនហើយអត់មានបានមកចំណិតសៀវយាននោះទេហេលោកប្រុងធ្វើម៉េចឲ្យអាចចង្រៃនោះរួចខ្លួនអញ្ចឹងហ៎កុំប្រាប់ថាធ្វើអីមិនកើតដោយសារតែសួរយើងមិនព្រមស្រឡាញ់លោកឲ្យសោះណាអូយអត់ប្រយោជន៍មែន ខ្ញុំមិនបោះបង់រឿងក្តីនេះចោលទេខ្ញុំនឹងដោះស្រាយរឿងក្តីនេះឲ្យបាន ទោះជាលោកប្រឹងយ៉ាងណាលោកម្ចាស់កំជិលនោះដោះលែងគេតែដដែលនឹងមែនហើយ តោះទៅផ្ទះវិញតោះ ខ្លួន តោះពួកយើង ចប់ហើយបើស៊ូយ៉ាងមករករឿងដឹកតែចប់ហើយខ្ញុំទៅពួនសិនអើយបងស្រីមានការអី លោកពូ យើងទៅតែមកពីស្ដាប់ឯងក្នុងសវនាការគិតថាបើឯងកាត់ក្តីបានល្អយើងនឹងប៉ៅស្រាឯងម្ដងតែឯងអត់បានការសោះ ខ្ញុំចាប់អ្នកទៅចូលគុកហើយតើ កុំប្រាប់ថាពូជឿវាណា វាព្រមសារភាពទៅហើយអ្វីដែលវានិយាយសមហេតុផលណាស់តើ វាគឺជាអ្នកបម្រើគ្រួសារផាងគេច្បាស់ជាជួលវាឲ្យមកសារភាពហើយមើលប៉ុណ្ណឹងក៏មិនដឹងដែរហីឯងល្ងងណាស់ គ្មានផោះតាំងមិនអាចនិយាយអញ្ចឹងបានទេ
ចាពូមានផតតាំងថាតានីនឹងផាអីនិយាយការពិតទេពូអត់មានបានគិតសោះហើយចិត្តទៅដល់លេងកើតទៅកាត់ដែរអាណាទៅយុត្តិធម៌អត់មើលសកម្មភាពសៀវឡានពេលនាងឮតែនីវសារភាពទេអីសូម្បីតែកូនដៃនាងក៏កម្រើកដែរណាសៀវឡានមិនអាចនិយាយបានគ្រាន់តែកម្រើកដៃនឹងមិននឹងអាចយុត្តិការបានទៅចង់ឲ្យខ្ញុំធ្វើយ៉ាងម៉េចឯងពូឆ្លើយនឹងសំណួរខ្ញុំមកពូគិតថាការកាត់ក្តីរបស់ពូយុត្តិធម៌ដែរទេពូអាចមានមុខទៅជួបនឹងដូនតាបានដែរទេហើយណាគេនោះលោកពូបានហើយម៉ែមិនអាចទ្រាំនឹងអាប៉ូល្ងងអញ្ចឹងទៀតទេស៊ីហើយមានរឿងហើយពេលចចាមអារម្មណ៍នោះពិតឬអត់ណោះផាងអ៊ីងវាយគេហើយឲ្យអ្នកបំរើទទួលទោសជំនួសស្ដាយណាស់ខ្ញុំរវល់ដោះស្រាយរឿងក្តីមួយទៀតអត់បានទៅមើលគេកាន់ក្តីជឿផឹងប្របានចិត្តណាមើលទៅបានលោកបានទៅជឿផឹងនឹងមិនពិបាកអញ្ចឹងទេមានអ្នកណាជួយបានទៅបានលោកម្ចាស់លើងលំអៀងបែបហ្នឹងដោះលែងគេងាយៗអញ្ចឹងនោះលោកម្ចាស់ខ្ជិលមែនតែគាត់មិនអន់ដល់ម្លឹងទេច្បាស់ជាមានរឿងអីមិនស្រួលហើយសៀវឡានច្បាស់ជាពិបាកចិត្តណាស់រឿងនេះអាចនឹងប៉ះពាល់ផ្លូវចិត្តនាងណាស់ហើយខ្ញុំបារម្ភជឿផឹងជាងគេគាត់ចង់ជួយសៀវឡានហើយមនុស្សបែរជាស្ដីឲ្យគាត់ទៅវិញហើយមានរឿងធំហើយផាងអ៊ីងនាំមនុស្សច្រើនណាស់ទៅផ្ទះពេទ្យពួកគេចង់ចាប់យកសៀវឡានទៅវិញបើគេយកសៀវឡានទៅអញ្ចឹងរបួសនាងគិតយ៉ាងម៉េចទៅកុំបារម្ភពួកអ្នកភូមិដឹងថាផាងអ៊ីងធ្វើបាបសៀវឡានអញ្ចឹងគេកំពុងនាំគ្នាជួយនាងហើយឆ្មាំការពីកំពុងនាំគ្នាទៅទីនោះសៀវឡានជាអ្នកបម្រើពួកយើងលោកម្ចាស់តូចយើងគ្មានទោសនោះទេហើយសៀវឡានក៏បានដឹងខ្លួនហើយដែរមិនក៏យើងមិនអាចនាំនាងទៅផ្ទះបានបើយកសៀវឡានទៅនាងនឹងអស់ជីវិតជាមិនខានតាំងពីមកពីសាវនាការវិញនាងស្លាប់2ដងទៅហើយមិនគួរណាយកនាងទៅវិញទេគ្រូប៉ានិយាយត្រូវបើគិតពីសៀវឡានគួរតែឲ្យនាងសម្រាប់នៅទីនេះសិនហើយលោកគ្រូពេទ្យជួយមើលថែសៀវឡានផងជប់សិននាងមានកម្លាំងទៅសាវនាការបានមិនក៏មិនអាចយកនាងទៅផ្ទះបានសម្រុកចូលពូចាំស្អីទៅអូជិះស្អីទៅជិះលឿនតានីវគ្រាន់តែត្រូវឃុំខ្លួនតែប៉ុណ្ណោះរឿងក្តីនេះមិនទាន់ចប់នៅឡើយទេឯងចង់យ៉ាងម៉េចសៀវឡានគឺជាសាក្សីសំខាន់ដរាបណាមិនទាន់រកឃើញជនល្មើសមិនអាចយកនាងទៅណាបានទេឯងសំអាងលើស្អីបានហើយលោកម្ចាស់ហ្វាងកូនប្រុសខ្ញុំនេះមិនចេះគួរសមបើសិនជាវាធ្វើអីមិនសមរម្យឲ្យខ្ញុំសូមទោសជំនួសវាផងគួរសមពេកហើយលោកម្ចាស់ផាំងខ្ញុំមិនហ៊ានទទួលទេយកកំណាត់ជូនយើងទៅលោកម្ចាស់អរគុណគាត់គឺជាលោកម្ចាស់ផាំងមិនបានជាឯងចូលចិត្តនាំរឿងបែបនេះលោកពុកខ្ញុំគ្រាន់តែចង់យកស៊ីឡានទៅមើលថែនៅផ្ទះវិញតែពួកគេនៅចោទខ្ញុំទៀតបើឯងអត់មានធ្វើអីខុសមុននឹងក្រោយគេគង់តែដឹងការពិតចាំបាច់ខ្លាចអីហើយឯងនឹងបានភាពស្អាតស្អំមកវិញបើសៀវឡានត្រូវកូនខ្ញុំវាយធ្វើបាបមែនខ្ញុំនឹងទុកឲ្យច្បាប់ដោះស្រាយកូនខ្ញុំត្រូវទទួលទោសតាមច្បាប់យល់ស្របទេត្រូវអ្នកនាងស៊ូគ្រួសារខ្ញុំទុកចិត្តលើអ្នកនាងស្វែងរកការពិតហើយខ្ញុំយល់ស្របដែលទុកសៀវឡាននៅផ្ទះពេទ្យអរគុណហើយលោកម្ចាស់ផាំងមានឆ្មាំការពារមើលថែសៀវឡានហើយឲ្យពួកគេធ្វើការរបស់ពួកគេទៅបានលោកពុកអញ្ចឹងខ្ញុំទៅសិនហើយបំបាយជួទៅបំបាយជួទៅដៃនាងចាំមិនទៅហើយត្រូវការឲ្យពេទ្យពិនិត្យដែរទេមិនអីទេអរគុណលោកម្ចាស់ផាំងឲ្យខ្ញុំជិះដំណើរលោកទៅវិញផងមិនអីទេផ្លូវណាទៅផ្ទះដេប៉ាអ៊ីជឺនៅខាងនោះលោកម្ចាស់ផាងតើឲ្យខ្ញុំចាក់វិញអរគុណដែលនាងព្រមផឹកតែជាមួយខ្ញុំគ្រាន់តែឲ្យលោកម្ចាស់ខ្ចីកូនកំណាត់មួយប៉ុណ្ណោះលោកម្ចាស់មិនបាច់ចិត្តល្អនឹងខ្ញុំពេកទេខ្ញុំរអ៊ីចិត្តណាស់នាងជួយខ្ញុំចំពេលដែលខ្ញុំពិបាកខ្ញុំពិតជាចង់អរគុណនាងណាស់ឥឡូវខ្ញុំសងនាងវិញគ្មានអីចម្លែកទេខ្ញុំជួយលោកម្ចាស់បន្តិចបន្តួចប៉ុណ្ណឹងលោកម្ចាស់ទុកជារឿងធំដុំយ៉ាងនេះឥឡូវខ្ញុំមានអារម្មណ៍ថាខ្ញុំជំពាក់លោកម្ចាស់វិញហើយសុំទោសលោកម្ចាស់ខ្ញុំនិយាយអីខុសមែនទេមិនមែនទេខ្ញុំគ្រាន់តែនឹកឃើញមនុស្សម្នាក់ដែលធ្លាប់និយាយពាក្យនេះមកខ្ញុំ
នាងនិយាយសមហេតុសមផលណាស់ អញ្ចឹងពេលពិសាអីហើយខ្ញុំគួរធ្វើអ្វីជូនលោកម្ចាស់ទេ អេនាងធ្វើការនៅផ្ទះដេប៉ាមែនទេនាងចេះប៉ាក់រូបផ្កាទេ ចេះខ្ញុំរៀនប៉ាក់ដំបងគឺប៉ាក់រូបផ្កានឹងហើយ ល្អណាស់បន្ទាប់ពីហូបអីហើយជួយដេថងដាក់ប្រាក់រូបផ្កាឲ្យខ្ញុំមួយ បានលោកម្ចាស់ ឥឡូវនាងអាចហូបបាយដែលស្ងប់ចិត្តហើយទុកថាជាថ្លៃថងប្រាក់ចុះ អរគុណលោកម្ចាស់ ឯងទៅស៊ើបមើលនាងជំគួតនឹងជាអ្នកណា ជឿផឹងហេមកណែមានរឿងអី ថាការអូរៀបចំទីខ្វាយលោកស្រីគូឲ្យហៅឯងមកហូបជុំគ្នា ហូបជំនួសខ្ញុំផង ជប់សិនមើល យ៉ាងម៉េច ឯងកុំគិតច្រើនពេកអីបើបញ្ហាច្បុកច្បល់ពេកគួរតែសម្រាកត្រូវសម្លឹងទៅមុខវិញណា ខ្ញុំដឹងហើយតែនៅមានការងារច្រើនទៀតដែលត្រូវធ្វើ ឯងនៅអាយុវែងទៀតមិនខ្វះពេលធ្វើទេកុំបារម្ភអីបងប្អូនយើងនឹងនៅជាមួយឯងជានិច្ច បើឯងគិតថាជាបងប្អូនសុំកុំលូកដៃអីផាងអ៊ីងបានសាងកំហុសច្រើនណាស់ខ្ញុំត្រូវទៅរកយុត្តិធម៌ឲ្យបានខ្ញុំមិនឲ្យគេរួចខ្លួនបានជាដាច់ខាតបើខ្ញុំមិនអាចដោះស្រាយក្តីនេះបានខ្ញុំមិនចេញពីសាវនាការទេ សុទ្ធក្តៅ អូស្ងោរសុទ្ធតែនេះធ្វើអី ដឹងហើយនៅសួរទៀត ចាំបាច់ស្ងោរច្រើនយ៉ាងនេះខាតណាស់អេមិនក៏ហូបអញ្ចឹង ហើយចុះសុទ្ធមិនសម្រាប់ហូបទេ គិតតែពីរឿងហូបចប់ មានខ្ញុំនៅទីនេះហើយចាំបាច់ស្ងោរសុទ្ធស្អំធ្វើអី អស់ចាមែនយ៉ាងម៉េចអស់កម្លាំងដោយសារប្រាយុទ្ធសាស្ត្រមែនទេ ខ្ញុំបារម្ភពីជឿផឹងណាស់ផាងអ៊ីងក៏រួចខ្លួនហើយនាងក៏បដិសេធនឹងគេចំពោះមុខមនុស្សច្រើនទៀតបើគេដឹងថាពួកយើងស្និទ្ធស្នាលនឹងគ្នាទៀតនោះគេប្រកាសជាខូចចិត្តខ្លាំង អញ្ចឹងកុំប្រាប់គេពីរឿងពួកយើងអីខ្មាស់គេណាស់ ធ្វើអញ្ចឹងគឺកុហកហើយ អត់ទេអត់និយាយមិនរាប់ថាកុហកនោះទេ វ៉ាឆ្មាំការពារដ៏អង្អាចក្លាហានបែរជាមកលួចលាក់ដោយសារខ្ញុំបែបនេះអូច្បាស់ជាលងស្នេហ៍ខ្ញុំខ្លាំងហើយនេះ ខ្ញុំគ្រាន់តែព្យាយាមសម្របខ្លួនតាមលោកតែប៉ុណ្ណោះ មិនដែលបានឃើញមុខនាងចិត្តបែបនេះទេចំោះនាងពិតជាស្រួចដូចចំពោះកេងកងអញ្ចឹង មើលទៅចិញ្ចាំលោកក្រាស់ណាស់ មិនមែនតែអញ្ចាំទេមាត់ក៏ក្រាស់ដែរ អូយសំទោសខ្ញុំដើរមកបន្ទប់ទឹកទេបន្តទៀតចុះ ពួកយើងឆ្លាស់គ្នាជាងផ្ទះពេទ្យមួយរយៈហើយតែមិនឃើញស៊ីឡានងើបហូបបបោសោះ អាយគ្រូពេទ្យថានាងឈឺចិត្តច្រើនជាង បើដោះស្រាយរឿងក្តីនេះមិនបាននោះទេនាងប្រហែលជាមិនអាចជាសះស្បើយនោះទេ ច្បាស់ណាស់តានេះទទួលទោសជំនួសគេប្រើគ្រប់វិធីហើយគេនៅតែមិននិយាយអ្វីទាល់តែសោះត្រូវតែធ្វើឲ្យគេសារភាពការពិតទៅបាន ធ្វើអញ្ចេះទៅយើងឆាច់មើលស្រុកកំណើតតានីវនិងប្រវត្តិរបស់គេទៅ ហើយនាំគ្នាមកលឿនម្លេះ លោកក៏មកលឿនដែរ អូកាលពីមុនពេលគេចាប់ខ្លួនទីងជីងបានហើយឆ្មាំគុកក៏បានកត់ត្រាឈ្មោះទុកតែចម្លែកណាស់ស្រាប់តែមានគេហាយសន្លឹកសិភៅត្រង់នេះចោលពាក់កណ្ដាល ឆ្មាំការពារស៊ូតានេះស្លាប់បាត់ទៅហើយ មិនបានជាគេស្លាប់ ព្រឹកមិញខ្ញុំដើរចែកបាយឲ្យអ្នកទោសក៏ឃើញគេដួលសន្លប់បែបនេះខ្ញុំក៏ចូលមកមើលក៏ឃើញគេស្លាប់បាត់ទៅហើយគ្មានរបួសនៅលើខ្លួនទេ គ្មានរបួសលើខ្លួនទេប្រហែលជាស្លាប់ 2-3 ម៉ោងហើយ បបោមាត់គេពណ៌ខៀវប្រហែលជាមានគេដាក់ថ្នាំមកពុលហើយ អូអ្នកណាឯងក៏ប្រហើតម្ល៉េះហ៊ានមកសម្លាប់មនុស្សក្នុងគុកថ្លើមធំមែន មាននរណាមកជួបគេទេយប់មិញ ក្រៅពីខ្ញុំមាននរណាទៀតទេគ្មានទេ អ
ឯងសុកចិត្តឲ្យផាំងអ៊ីងរួចខ្លួនឯងមិនគប្បីនឹងស៊ីវឡានទេនៅហូបបាយចូលទៀតហ៎ប្រាប់ខ្ញុំតាមត្រង់មកមិនក៏ឯងទទួលទោសជំនួសផាំងអ៊ីងគេគំរាមឯងមែនទេឬក៏គេជួលឯងមិនក៏ឯងហ៊ានមកដេកគុកជំនួសគេមិនក៏ឯងឲ្យគេបោកប្រើចេញទៅខ្ញុំបានសារភាពកំហុសហើយកុំមកស៊ូខ្ញុំទៀតខ្ញុំគ្មានអ្នកនិយាយទេពេលលោកម្ចាស់ហ្វាងចេញទៅតានីវនៅរស់នៅឡើយទេខ្ញុំនៅយាមគុករហូតដល់ព្រឹកហើយក៏មកឃើញគេបែបនេះតែម្ដងទៅតិចពេលលោកម្ចាស់ហ្វាងចេញទៅតានីវស្លាប់បាត់ហើយឯងចង់ថាលោកម្ចាស់ហ្វាងជាអ្នកបំពុលមែនទេហេនិយាយស្អីគេនិយាយត្រូវខ្ញុំគឺជាជនសង្ស័យមិនក៏អ្នកទោសត្រូវបំពុលស្លាប់បែបនេះហើយឯងខ្លាចជាជនសង្ស័យហើយបើនៅតែបែបនេះឯងនឹងត្រូវគេដៀលថ្មីគ្រប់កន្លែងថែមទាំងមានរឿងដល់សាវនាការទៀតកុំបារម្ភខ្ញុំមិនទាញលោកម្ចាំងចូលរឿងនេះទេមកពីឯងលោកដៃក្នុងរឿងនេះច្រើនពេកយើងមិនយល់សោះមិនក៏ទៅបង្ករឿងជាមួយផាងអ៊ីងធ្វើអីហើយមិនក៏ធ្វើឲ្យរឿងនេះកាន់តែវែងឆ្ងាយឯងឈប់ប៉ះពាល់រឿងក្តីតានីវទៀតទៅហើយបើយល់ល្អមិនបាច់ចូលសាវនាការទៀតទេនាំតែចលាចលលោកម្ចាស់ឈប់និយាយទៅជឿផឹងបើបជារាជដឹងរឿងនេះយើងត្រូវធ្វើតាមច្បាប់ហើយចាប់ឯងមិនខានទេឯងគិតមើលទៅតែរឿងក្តីតានីវស៊ូយ៉ាងនឹងទីប្រឹក្សាអាននឹងដោះស្រាយរឿងនេះឯងបាច់បារម្ភទេមិនក៏បញ្ញាម្លេះខ្ញុំត្រូវបញ្ញាទៅទិញរបស់មួយរបស់អីបានជាសំខាន់ជាងបាយថ្ងៃទៀតហើយពេលមកវិញក៏យូរទៀតអញតាណាឲ្យប្រកាសទៅផ្សារចុះថ្ងៃមុនខ្ញុំមិនដឹងនិយាយថាម៉េចទេប្រាប់វាទៅលោកម្ចាស់ផាងអញ្ជើញជីងអើឲ្យទៅដេកប៉ាហើយមិនក៏ចង់ចេះដឹងរឿងគេម្លេះអញ្ចឹងពាក្យចចាមអារ៉ាមគឺពិតហើយតើវាស្អីឯងទៀតហើយអ្នកភូមិគេនិយាយថាលោកម្ចាស់ផាងកំពុងទៅរកប្រពន្ធចុងពួកគេថាកម្មករផ្ទះយើងបានតាក់ទងជាមួយនឹងគាត់ពីដំបូងស្មានថាអ៊ីងពីងតាមាត់ចង្រៃណាអើយឥឡូវដឹងហើយថាជីងអើទេមិនមែនទេឯនេះកាត់តាមអីពេញហើយខ្វល់តែរឿងប្រុសនោះទេប្រុសចាស់ក៏មិនលើកលែងដែរឈប់និយាយបានហើយមិននិយាយបង្កាច់បង្ខូចគេអញ្ចឹងតិចឆ្លក់បាយស្លាប់ទៅប្រយ័ត្នមាត់ផងអេបងអ្នកចេញប្រាក់ទៅឆាប់ឡើងស្មានមកដល់ថានាងជាស្រីអញ្ចឹងសោះប្រហែលជាទៅរកលោកម្ចាស់ផាងហើយមើលកិច្ចឆ្នាំងបាយធ្លុះភ្នែកល្អមែនរើសប្រុសចាស់ហើយអ្នកមានទីនដឹងតែបានสนุกខ្លួនហើយជីងអើស្អាតអញ្ចឹងមិនចម្លែកទេដែលលោកម្ចាស់ផានចង់បានមែនហើយហើយយ៉ាចង់ធ្វើអីបាទតិចតួចសោះហើយលឺថានឹងស្រឡាញ់ប្រាក់ណាស់មែនទេខ្ញុំក៏មានដែរខ្ញុំមិនចង់បានទេតិចពីតើតែសាកសិនទើបនឹងថាសុំតម្លៃប៉ុណ្ណាឆ្មាំកាពីស៊ូមកពេលនារីផេតកណ្ដាលថ្ងៃត្រង់ផងចាំវាទៅទឹកឲ្យទីប្រឹក្សាអញចាត់ការជាការយល់ច្រឡំទេជាការយល់ច្រឡំទេតែដែរធ្វើស្អីទៅមិនកណែទាំងអស់គ្នាមិនជួយចេញអើទាំងអស់គ្នាគិតថាចេញអើលបលុនហើយគួរតែត្រូវមនុស្សប្រាប់បំពេញអញ្ចឹងហ៎រស់នៅក្នុងក្រុងយ៉ាតែយូរហើយគួរតែដឹងថាចេញអើជាមនុស្សយ៉ាងម៉េចហើយមិនក៏ជឿពាក្យចាំអារ៉ាមថានាងចង់បានប្រាក់លោកម្ចាស់ផាំងទៅវិញដូចជាជ្រុលពេកទេដឹងបើមានមនសិការនៅក្នុងខ្លួនឆាប់សុំទៅចេញអើទៅសុំទៅចេញអើនេះដល់ផ្ទះហើយចេះប្រយ័ត្នខ្លួនផងណាអរគុណច្រើនហើយឆ្មាំការពារស៊ូជាភារកិច្ចខ្ញុំទេ
តែនាងគួរតែចេះការពារខ្លួនឯងផងណាពួកគេតែនោះចូលចិត្តនិយាយផ្ដេសផ្ដាស់ណាស់នាងមិនខឹងនឹងគេទេពួកយើងរស់នៅក្នុងភូមិជាមួយគ្នាអាម៉ាស៊ីននោះបំពេញលើនាងណាតែខ្ញុំមិនចេះក្បាច់គុណទេខ្ញុំគួរធ្វើយ៉ាងម៉េចទៅណែទុកវាទៅខ្ញុំមិនចេះប្រើវាទេស្រួលប្រើទេពេលមានគេចង់ធ្វើបាបនាងដកកំបិតចេញឲ្យភ្ជុំវាទៅអញ្ចឹងមែនទេសុំទោសត្រូវហើយធ្វើអញ្ចឹងនាងជួយបង្រៀនក្បាច់គុណខ្ញុំខ្លះមកដៃនាងស្អាតណាស់ទុកដេកបាក់វិញទៅមិនបាច់កាន់អាវុធនោះទេតែគ្រាន់តែភ្ជុំអញ្ចឹងការពារខ្លួនបានដែរចោលខ្លះវាធ្វើបាបតែមនុស្សទន់ខ្សោយទេតែនាងកាន់កំបិតនេះហើយវានឹងរត់បកក្រោយវិញហើយនៅមានទៀតនាងត្រូវស្រែកឲ្យខ្លាំងទៅឆ្មាំការពារនឹងមកជួយនាងហើយបើសិនជាមានរឿងអីចាំប្រាប់ខ្ញុំមកចោះណាខ្ញុំនឹងជួយអរគុណច្រើនបាននាងជាប្រុសវិញដឹងតែស្រីដេញស្លាប់ហើយចាស់កើតជាស្រីអញ្ចឹងអត់ល្អទេអត់ទេខ្ញុំមិនចង់ថាអញ្ចឹងទេខ្ញុំថាលេងទេកុំភ័យអីពួកយើងបានពិនិត្យមើលហើយតានឺស្លាប់អំឡុងពេល1ម៉ោងមុនពេលដែលជឿផឹងបានទៅជួបគេលោកគ្រូប៉ែតមើលទៅហើយប៉ុន្តែគេត្រូវបំពុលបានដោយរបៀបណាបំពុលដោយស្អីទៅអាយ៉ាសៀវតឹងនៅឆ្មាំផ្សេងទៀតបានឆែកឆេរនៅក្នុងគុករួចទៅហើយចានដែលតានឺបានផឹកនោះគឺមានជាតិពុលសង្ស័យថាជាថ្នាំបំពុលតែរកមិនឃើញកញ្ចប់ថ្នាំនោះទេប្រហែលជាអ្នកបំពុលយកទៅបោះចោលហើយអញ្ចឹងបានចិត្តតំណងគ្នាចោទថាជឿផឹងដាក់ថ្នាំពុលក្នុងទឹកខ្ញុំគិតថាបើចង់សម្លាប់គេជឿផឹងមិនល្ងងដល់ថ្នាក់នឹងទេមិនក៏ខាងក្រោយក្បាលមានហើមអញ្ចឹងមិនមែនតែក្បាលទេម្រាមដៃក៏ហើមដែរប្រហែលជាគេប៉ះនឹងជាតិពុលនោះហើយមានអ្នកប៉ះថ្នាំពុលហើយហើមដៃដែរមានអ្នកខ្លះអញ្ចឹងម្រាមដៃទៅថាវាអាចហើមហើយចុះក្បាលមិនក៏ហើមដែរអញ្ចឹងតែលោតានីវប្រហើនពេកពេលនៅក្នុងគុកហើយនៅតែមានអ្នកលួចវាយក្បាលទៀតមិនអាចទេយ៉ាងម៉េចយ៉ាងម៉េចយ៉ាងម៉េចតែនិយាយអញ្ចឹងឲ្យខ្ញុំពិនិត្យមើលខោអាវហើយនឹងមួករបស់គេបន្តិចមកនៅទីនេះដូចជាដាក់ហាខ្យល់ក្រោយពេលត្រូវទឹកខ្ចីមកជុលប្រាក់របស់លោកទិញមើលហើយយ៉ាមិនក៏មិនប្រាប់ម្ដងឲ្យអស់តែម្ដងមកណែខ្ញុំមានអរគុណច្រើនថាម៉េចគេសម្លាប់ខ្លួនណាតែពេលយកគេទៅក្នុងគុកគេអត់មានកាន់របស់អីទៅជាមួយទេច្បាស់ជាមានតែនាងរកមិនឃើញថ្នាំពុលគឺនៅក្នុងមួករបស់គេសាយកមកជុលប្រាក់ចាក់មើលទៅនឹងដឹងហើយគេច្បាស់ជាយកមួកទៅជ្រលក់នឹងទឹកថ្នាំពុលហើយយកទៅហាលខ្យល់ឲ្យស្ងួតហើយក៏ពាក់មួកនេះក្នុងពេលសាសពនៅសាវនាកាពេលបាយល្ងាចនៅក្នុងគុកជាធម្មតាគេដាក់ទឹកឲ្យអ្នកទោសមួយចានគេច្បាស់ជាដោះមួករបស់គេទៅត្រាំក្នុងទឹកដើម្បីបង្វែងដានតែជាតិពុលក៏បានស្រក់លើផ្នែកខាងក្រោយនៃក្បាលទើបធ្វើឲ្យហើមដូច្នេះនេះអាចជាតម្រុយមួយហើយគ្មានអ្នកណាសម្លាប់តានីវទេគឺគេផឹកថ្នាំពុលខ្លួនឯងភ័ស្តុតាងនេះគ្រាន់តែបញ្ជាក់ថាមានថ្នាំពុលក្នុងមួកគេតែប៉ុណ្ណោះតែมันបានបញ្ជាក់ថាជឿផឹងមិនមែនជាឃាតករទេខ្ញុំរកឃើញរបស់នេះជារបស់តានីវផឹកមុនពេលស្លាប់របស់នេះអាចបញ្ជាក់បានថាជឿផឹងមិនមែនជាឃាតករនោះទេតានីវស្លាប់ដោយសារតែផឹកថ្នាំពុលដែលមានជាតិពុលខ្លាំងដាក់ចូលក្នុងមាត់តែបន្តិចក៏ស្លាប់ភ្លាមតែខ្ញុំបានសួរឆ្មាំគុកហើយពេលជឿផឹងជួបតានីវគេបានហូបបាយអស់2ចានហើយហេតុអីក៏គេមិនទាន់ស្លាប់ទៀតហេតុអីមកពីថ្នាំពុលខ្សោយប្រសិទ្ធភាពត្រូវហើយគេបានហូបឆាមើមឈូកនៅក្នុងយប់នោះម៉ែខ្ញុំធ្លាប់ធ្វើម្ហូបនេះដែរគាត់ថាបន្ថែមមើមដំឡូងទៀតរឹតតែឆ្ងាញ់មើមឈូកអាចជួយបន្សាបជាតិពុលបានល្អណាស់ត្រូវហើយយើងបានសួរគ្រូពេទ្យដែរថ្នាំនេះអាចប្រើពេលយ៉ាងតិច2ម៉ោងទើបឲ្យគេស្លាប់បានណាប៉ុន្តែនៅយប់នោះជឿផឹងចេញទៅមិនបានដល់ពេល1ម៉ោងផងតានីវក៏ស្លាប់បាត់ទៅដូច្នេះបើវិភាគទៅលើចំណុចនេះទៅតានីវផឹកថ្នាំពុលនោះមុនពេលជឿផឹងទៅដល់អញ្ចឹងអាចបញ្ជាក់បានថាជឿផឹងមិនមែនជាឃាតករទេអញ្ចឹងជឿផឹងគួរតែអរគុណសៀវយានទៅដែលគេបានរកភាពស្អាតស្អំឲ្យឯងវិញ
រឿងតូចតាចទេរឿងសំខាន់គឺជឿផឹងលេងអី អរគុណឯងហើយ អញ្ចឹងជាផឹងអាចត្រឡប់ទៅចូលសវនាការវិញបានហើយ មិនកើតទេជឿផឹងទើបតែជាសះស្បើយឲ្យគេសម្រាប់ពី3ថ្ងៃសិនទៅអញឈឺស្អី មានឯណា គេទើបតែជាពីរបួសធ្ងន់អញមានរបួសហើយ អត់ទេ លោកពូ និយាយទៅកុំទៅពាក់ព័ន្ធនឹងរឿងក្តីផាងអ៊ីងអី មិនគួរជឿថាវាលួចទាល់តែសមិនចឹងទេអីលោកម្ចាស់ ហើយច្រឡំទេដឹងឲ្យលោកម្ចាស់ យើងឃើញផ្ទាល់នឹងតែទៅហើយឯងមិនដឹងទេអី គ្រាន់តែលួចពី3សិនទៅទិញនំប៉ាវសោះចាំបាច់យំស្រែកខ្លាំងម្ល៉េះស្ងប់អារម្មណ៍សិនទៅលោកម្ចាស់ចាំសងវិញក៏បានដែរតែពី3សិនហ្នឹង រស់នៅមានដីអីទៀតទៅអស់500ហើយថ្ងៃនេះអស់500ហើយ សុំទោសមិនមែនទេគឺ600តា មកឯងនិយាយស្អីនឹងហ៎ ហើយយ៉ាលោកម្ចាស់ថាលោកស្រីលួចតាក់តងប្រុសក្មេង ពេក ហាលួចតាក់តងប្រុសហ៎ កុំបត់លឺ ហើ ពេ យក កុំចិត្តតែគិតផ្ដេសផ្ដាស់លោកម្ចាស់ភ្នែកមួយណាមើលឃើញ គឺផ្ដេកទាំងពីរនឹងហើយវាដាច់ចេះដើរចូលតាមចិត្តໄວជួបពលស្រីសម្រាប់កាន់តែក្មេង អាយ៉ាសម្ដីផ្អែមណា និយាយការពិតមិនបញ្ចូលទេ ចាំមិនក៏បានឲ្យតែលោកស្រីសប្បាយចិត្ត តោះលើកពេងទៅ តោះលើកពេញលើកពេញ តាលើកពេងលើកពេង អូនសម្លាញ់ហើយពួកគេជាដាដា បងមកធ្វើអីមិនឃើញអូនមានភៀទេហ៎ឡើងទៅលើទៅ អូ នេះមិនហៅថាលួចលាក់ទេតាក់តងនឹងមុខតែម្ដង ចប់ហើយចប់មែនតើហើយចប់មែនតើហើយ តែលោកស្រីគូធ្វើអញ្ចឹងដូចជាមិនសមហេតុផលសោះមានរឿងរ៉ាវពីក្រោយដឹង ចប់ហើយលោកម្ចាស់អ៊ូមិនក៏លោកយំអញ្ចឹងកើតអីខ្ញុំមិនអីទេលោកម្ចាស់វ៉ាន់បាទខ្ញុំមានការអីខ្ញុំមករកលោកស្រីគូលោកដែរមែនទេ សប្បាយណាស់ជួបគ្នាថ្ងៃក្រោយណា លីហើយ លោកស្រីគូនេះហើយ លោកស្រីគូខ្ញុំមកដល់ហើយណា លោកម្ចាស់វ៉ាន់ចិត្តល្អមែនឡើងទៅលើកនិយាយគ្នាទៅ បាទ ជើងឯមកដែរមកមិនមែនបងទេខ្ញុំហៅសៀវយាន លោកម្ចាស់វ៉ាន់ចង់ឲ្យពួកយើងធ្វើអីឲ្យលោកដែរ ចៅខ្ញុំចូលចិត្តមើលសត្វស្លាប់ខ្លាំងណាស់ឥឡូវនេះខ្ញុំចង់ធ្វើរោបសត្វកង្កោកឲ្យគេបានមួយណាឲ្យស្អាតបំផុតជាងគេ រូបកង្កោកគឺពិតជាស្អាតពិសេសខ្លាំងណាស់ឯងគូរូបកង្កោកឲ្យគាត់មួយទៅហើយឲ្យអ៊ីពីងប៉ាក់រូបនឹងទៅ បានកុំបារម្ភអី បានសៀយានគូឲ្យខ្ញុំលែងបារម្ភទៀតហើយណាលែងបារម្ភហើយ ប្រកាសហើយមិនបាច់បារម្ភទេយើងនឹងប៉ាក់រូបកង្កោកចេះហោះឲ្យស្អាតជូនលោកម្ចាស់តែម្ដង កង្កោកចេះហោះ ហោះខ្ពស់លើមេឃដូចជាគ្រួសារយើងចឹងហោះខ្ពស់ជាងគេនៅក្នុងទីក្រុងនេះគ្រួសារយើងមិនដូចជាគ្រួសារផាងទេមិនចេះតែងខ្លួនហើយមិនចេះរើសកណាត់ដូចជាគ្រួសារយើងសោះអ្នកមានមែនតែមិនចេះចាយប្រាក់ហើយប្រើរបស់คล้ายៗទេគឺគេប្រើរបស់คล้ายៗណា ពួកគេទិញត្បូងថ្មខ្លាញ់ត្រូវហើយគ្រាន់តែស្ដាប់ឮគ្រួសារគេនិយាយពីត្បូងថ្មបុរាណដឹងថាពួកគេគ្មានដឹងខ្យល់ស្អីនោះទេហើយទៅខំអួតខ្លួនថាជាអ្នកប្រមូលត្បូងថ្មទៀតផង មែនហើយតែខ្ញុំឮថាគ្រួសារគេតាមតែមានត្បូងថ្មដូសានទៀតផងពីនឹងត្រូវគេលួចទៅហើយតែសំណាងល្អគេរក្សាទុកបានល្អ ហើយការនឹងគ្រួសារគេដើរប្រាប់គ្រប់គ្នាថាមានអ្នកលួចត្បូងថ្មដ៏ពិសេសនោះត្បូងថ្មពណ៌ក្រហមកម្ររកបានខ្លាំងណាស់ខ្ញុំស្ដាប់ហើយខ្ញុំគិតថាប្រកាសជា
មិនមែនជាត្បូងថ្មដូសានអ្វីនោះទេ ហេតុអីទៅ ត្បូងថ្មក្រហមដូសានពិតជាកម្រមានពិតមែនហើយប៉ុន្តែភាគច្រើនត្បូងថ្មនោះមានពណ៌ស្រាលស្រាលមិនស្មើសាច់នោះទេសាច់វាម៉ត់ហើយរលោងខ្លាំងណាស់ណែបើត្បូងថ្មរបស់គេមានពណ៌ក្រហមដិតមិននឹងអាចជាត្បូងថ្មដូសានបានទៅណាខ្ញុំថាគេច្បាស់ជានិយាយពលឹះថាត្បូងថ្មធម្មតាគឺជាត្បូងថ្មប៊ូសាននោះហើយណាសៀវចិន លោកម្ចាស់ផាំងចាំមិនហើយ ស្រួលខ្លួនវិញទេលោកម្ចាស់ មិនអីទេសំណាងហើយដែលនាងនៅទីនេះមិនចឹងទេខ្ញុំ លោកម្ចាស់មិនក៏នៅសុកវិលមកបែបនេះចង់ឲ្យខ្ញុំជូនទៅជួបគ្រូពេទ្យទេ មិនអីទេដល់ពេលខ្ញុំនឹកឃើញកូនស្រីខ្ញុំតែងតែបែបនេះ លោកម្ចាស់មានកូនស្រីដែរលោកម្ចាស់នឹកគាត់មែនទេឥឡូវគាត់នៅឯណាវិញ ខ្ញុំក៏ចង់ដឹងថានៅឯណាដែរ យ៉ាងម៉េចហើយពងមិនអីទេឯង ពុកមិនអីទេកុំបារម្ភអី នាងនេះមិនក៏ធ្វើឲ្យពុកខ្ញុំពិបាកចិត្តអញ្ចឹងទីនេះមិនស្វាគមន៍នាងទេឆាប់ចេញទៅ នាងបានធ្វើអីពុកទេនាងជាអ្នកជួយជីវិតពុកទៅវិញតើ ជាធម្មតាពុកសុខភាពល្អណាស់តែតាំងពីនាងមកទីនេះពុកក៏ទៅជាបែបនេះបើពុកត្រូវការអីប្រាប់ខ្ញុំមកមិនក៏ប្រាប់មនុស្សខាងក្រៅទៅវិញ កុំបង្ខូចឈ្មោះជាងអីគឺឯងទេជាអ្នកធ្វើឲ្យពុកពិបាកចិត្តមិនមែននាងទេខ្ញុំជាមេគ្រួសារនាងជាភ្ញៀវរបស់ខ្ញុំគ្មានអ្នកណាដេញនាងទេកុំបារម្ភអីសម្រាប់នៅទីនេះដេកបាក់ថងប្រាក់វិញទៅ លោកម្ចាស់ អត់ប្រយោជន៍មិនដៃធ្ងន់ម្លេះពីនឹងបែកត្បូងថ្មយើងហើយ យ៉ាងម៉េចទៀតហើយបងណាគិតតែរបស់លេងនឹងទៅបន្តិចទៀតគេលួចយកទ្រព្យសម្បត្តិបងអស់ហើយ តើអ្នកណាអាចលួចបាននោះ អ្នកក្នុងគ្រួសារលួចមិនបានតែអ្នកក្រៅគ្រួសារអាចលួចបានពុកបងចាស់មែនតែគាត់នៅអាចយកប្រពន្ធថ្មីបាន មានអ្នកណាមកស្រឡាញ់ប្រុសកញ្ចាស់បែបនឹងនោះ មិនគួរឲ្យជឿសោះអូនបានដើរប្រាប់គេថានាងចង់ចាប់ពុករបស់បងតែនាងនៅតែហ៊ានមកទីនេះទៀត ហើយចុះនាងស្អាតទី បងចាប់អារម្មណ៍មែនអូនមិនខ្វល់ទេបងសន្យាថានឹងមានកូនជាមួយអូនដើម្បីស្នងតកូលអញ្ចឹងបើបងចង់មានស្រីលេងសើចនៅខាងក្រៅក៏ទៅ សៀវជីន នាងនៅយប់ម្លេះ មែនហើយមិនក៏អង្គុយមើលត្បូងថ្មអញ្ចឹង ខ្ញុំកំពុងដោះស្រាយមិនចេញ មានរឿងអីប្រាប់ខ្ញុំមកមែន ប្រហែលជានាងមិនយល់ទេ គឺមិនអីទេប្រាប់សិនមកជួនកាលនិយាយហើយអាចដោះស្រាយចេញក៏ថាបានឬឲ្យខ្ញុំជួយគិតជាមួយលោកក៏បានលោកធ្លាប់ជួយខ្ញុំរហូតមកឲ្យខ្ញុំជួយលោកវិញទៅ អញ្ចឹងក៏បានរឿងគឺវាអញ្ចឹងគ្រួសារផាងថាទីងជីនលួចយកត្បូងថ្មគ្រួសាររបស់គេអ្នកបម្រើគ្រួសារផាងបានទៅចាប់ទីងជីនយកមកវាយហើយយកទៅសាវនាការទីងជីនក៏បានស្លាប់បន្ទាប់ពីគេបង្ខំឲ្យសារភាពប៉ុន្តែវាចម្លែកត្រង់ថាមិនក៏ទីងជីនលួចតែត្បូងថ្មមួយនេះអញ្ចឹងលោកម្ចាស់វ៉ានិយាយថាគ្រួសារផាងមិនសូវចេះមើលត្បូងទេពួកគេថែមទាំងទិញត្បូងថ្មคล้ายៗទៀតផងហើយបើជាត្បូងថ្មคล้ายៗមិនក៏គ្រួសារផាងឲ្យតម្លៃខ្លាំងម្ល៉េះ ក
ខ្ញុំមិនយល់សោះគ្រាន់តែទិញជីនលួចភ្លាមគេក៏ប្រកាសប្រាប់គេគ្រប់គ្នាធ្លាប់ឮថាទិញជីនធ្លាប់មានថ្មគុជមួយដែរតែតាំងពីគេស្លាប់បាត់ត្បូងគុជនោះក៏មិនដឹងបាត់ទៅណាដែរហើយនាងស្ដាប់យល់អត់នឹងយល់តិចតួចដែរ អូននិយាយអញ្ចឹងលោកស្រីគូថានាងកំពុងដេកថងប្រាក់ឲ្យគ្រួសារផាងមែនទីនាងដែលឃើញថ្មគុជគេទី អត់ដែលឃើញផង បើសិនជាអាចឃើញថ្មគុជនោះម្ដងទៀតពិតជាប្រសើរណាស់ជីងសម្រាប់ហូបគៀវសិនទៅណា លោកម្ចាស់ចេញមកទីនេះធ្វើអីមិនសម្រាប់យកកម្លាំងទៅ ខ្ញុំមិនចង់សម្រាប់នៅក្នុងយូពេកទេអើនិយាយអញ្ចឹងខ្ញុំចេញទៅទិញអីនៅផ្សារសិនណា លោកម្ចាស់ចង់ទិញអីថ្មគុជមែនទេ មិនច្បាស់ថាចង់បានអីទេឃើញអីទិញនឹងហើយ ខ្ញុំឮថាលោកម្ចាស់ចូលចិត្តប្រមូលទិញថ្មគុជទុក ខ្ញុំមិនសូវដឹងរឿងថ្មគុជទេកូនប្រុសខ្ញុំទើបគេប្រកែនាងចាប់អារម្មណ៍ថ្មគុជខ្ញុំមែនទេថ្មគុជទាំងអស់នេះជារបស់លោកម្ចាស់ផាងមែនទេ ត្រូវហើយអញ្ជើញមើលចុះមានរបស់ស្អាតជាងនេះទៀតនៅខាងក្នុងមកតាមខ្ញុំមកមកនេះមកនេះជារបស់ដែលខ្ញុំប្រមូលទុកមើលទៅ លោកម្ចាស់ចង់ធ្វើអីហ្នឹង ធ្វើភ្ញាក់ផ្អើលធ្វើអីនាងមកទីនេះមិនដើម្បីអញ្ចឹងទេអីនាងនៅចិត្តពុកខ្ញុំបានមិនក៏នៅចិត្តខ្ញុំមិនបា លោ ន កម្ចាស់គួរតែគ្រប់ខ្លួនឯងផងតែ ហេតុអីទៅឆាប់មកនេះមកចង់រត់ទៅណា លោកម្ចាស់ទៅ នាងចង់រត់ក៏រត់មិនរួចដែរមានផ្លូវទៅទេហ៎ ឆ្ងាយទៅ ចង់សម្លាប់យើងផងហ៎ស្រីចង្រៃ 從來不少勇氣，自我個性喜愛飛，硬朗不解溫柔和細膩，但你覺得這叫美。回憶最初怎會預期，來到今天心交給你，共你天天怨氣是多麼福氣。